កូននេះឪពុកបើកូនរងចាំអ្វីមួយកូនត្រូវមានចិត្តតិចជាប្រកដីកូនត្រូវជាមនុស្សចេះអត់ធន់ជាគុណធម៌របស់មនុស្សរងចាំបានដោយមិនអន្ទះសាដូចចាំភ្លើងស្តុបអីចឹង1នាទីអីហ្នឹងគឺមិនអស់ពេលវេលាអីទៅណាទេយើងក៏អាចគិតល្អគិតឲ្យបានសុខក្នុងពេលរងចាំនឹងដែរពេលវេលាច្រើនទៀតណាស់ដែលយើងមិនបានគិតហើយបំផ្លាញពេលវេលានឹងទៅដោយគំនិតមិនល្អដោយកិច្ចការងារមិនល្អដូច្នេះត្រូវចេះរងចាំដើម្បីសុវត្ថិភាពនៃជីវិតយ៉ាងណាគឺដីអត់ធន់ត្រូវចេះរងចាំដោយចិត្តតិចវៃមិនមែនចេះតែបានដោយចិត្តចង់ទេបើយើងមិនចេះរងចាំយើងត្រូវកើតទុក្ខមួយនឹងលោកនេះមិនមែនចេះតែមកផ្កប់ចិត្តយើងចង់បានអីបាននឹងភ្លាមចឹងទៅទេសត្វតែមានហេតុផលត្រឹមត្រូវនៅក្នុងโลกនេះកូនត្រូវយល់អំពីអ្វីក្នុងโลกនេះផងកុំឃើញតែពីខ្លួនឯងចេះតែតាមចិត្តតាមចំណង់តាមកិលេសនោះត្រូវសិក្សាក្នុងโลกនេះឲ្យកើតបញ្ញាសំបីព្រះពុទ្ធអង្គក៏សិក្សាថ្នាក់បរិញ្ញាក្នុងโลกនេះដែរកូនត្រូវរៀនចំណេះវិជ្ជាក្នុងโลกនេះថ្នាក់បរិញ្ញាហ្នឹងដើម្បីសម្លាប់ចំណង់ក្នុងចិត្តរបស់កូននឹងបានរួចផុតចាកទុក្ខមិនមាននរណាក្នុងโลกនេះដែលមិនធ្លាប់រងចាំនោះទេព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នាតែសូមឲ្យកូនពូកែក្នុងការរងចាំកូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងនៃការរងចាំនឹងទៅត្រូវអានសិភៅក៏អានទៅអាចនឹងសរសេរអត្ថបទធัวអីចឹងទៅក៏បានកុំទំនេរនៅក្នុងកិច្ចការងារព្រោះថាពេលវេលាមិនសម្បូរសម្រាប់ដែលយើងនៅរស់ជាមនុស្សនេះទេចូលកូនដឹងទុកជាមុនចោះថារបស់4យ៉ាងជារបស់ដែលសូមបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងទេ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាលយូរ4ក្រោយពីស្លាប់សូមឲ្យបានទៅកាន់សុគតិភពប៉ុន្តែទាំង4យ៉ាងនេះកូនឪមិនត្រូវសូមពីនរណាឡើយគឺត្រូវធ្វើឲ្យបានសម្រេចដោយខ្លួនឯងដោយសទ្ធាដោយសិលដោយសត្តៈដោយចាគៈដោយបញ្ញាដែលគុណធម៌ទាំងអស់នេះនាំឲ្យកូនបានសម្រេចទាំងក្នុងโลกនេះទាំងទៅក្នុងបរលោកអ្វីក្នុងโลกរមែងកើតពីហេតុកូនត្រូវយល់ហេតុផលចូលកូនចាំទុកថាគ្រប់យ៉ាងកើតអំពីការធ្វើរបស់យើងបើកូនធ្វើល្អកូននឹងបានផលល្អបើកូនធ្វើមិនល្អទេកូនក៏នឹងបានទទួលផលមិនល្អដែរពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នឹងនៅតែត្រឹមត្រូវនឹងពិសោធន៍បានគ្រប់ពេលវេលាទាំងអស់ព្រោះថាសត្វលោករមែងប្រព្រឹត្តទៅតាមកម្មនឹងឯងឪពុកធ្លាប់ចាញ់អ្នកដទៃប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេកូនមាសឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទះនៅពៀអ្នកចាញ់រមែងដេកជាទុក្ខដូច្នេះចូលកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយ